បាទជំរាបសួរថ្ងៃនេះយើងជួបគ្នាលើកទី1នៅក្នុងមេរៀនទី1ដែរយើងនិយាយពីសេចក្តីផ្ដើមនៃផលិតកម្មដំណាំលើទឹកឬក៏យើងហៅថា hydroponic ឬក៏ hydroponic អញ្ចឹងនៅក្នុងមេរៀនទី1នេះខ្ញុំយក3ទៅ4ចំណុចបាទទី1ខ្ញុំនិយាយពីប្រវត្តិទី2និយាយពីអត្ថប្រយោជន៍ទី3ប្រភេទនៃ hydro ទី4ការលាយ solution និងការជ្រើសទីតាំងថាតើទីតាំងបែបណាដែលយើងគួរយកវាមកដំឡើងកាលណាយើងនិយាយអំពី hydroponic តាមពិតពាក្យ hydroponic គឺជាភាសាក្រិកដែលពាក្យ hydro ហ្នឹងមានន័យថាទឹក ponic មកពាក្យ ponos មានន័យថាពលកម្មអញ្ចឹងដែលយើងទឹកជាចលនាទឹកអាហ្នឹងជាការបំបែកពាក្យបច្ចេកទេសអញ្ចឹងយើងហៅ hydroponic ហ្នឹងគឺភាសាក្រិកទេបាទមកពីភាសាក្រិកពាក្យហ្នឹងណាបាទខ្ញុំសូមលើកពីប្រវត្តិ hydroponic តិចឬក៏យើងហៅ hydroponic តិច hydroponic មែនតើវាមានប្រវត្តិយូរហើយតាំងពី272ទៅ287មុនគ្រិស្តសករាជចឹងបច្ចេកទេសនេះយូរណាហើយគេរកឃើញថាគេអនុវត្តដំបូងនៅទីក្រុងបាប៊ីឡូនហើយបើសិនជាយើងធ្លាប់អានសៀវភៅ The Richest Man in Babylon កំពូលអ្នកមាននៅបាប៊ីឡូនយើងឃើញទស្សនវិជ្ជានៅក្នុងទីក្រុងហ្នឹងហើយដំបូងឡើយគេយកទឹកពីស្ទឹងយកមកដាក់នៅក្នុងទីក្រុងហ្នឹងដោយសារទីក្រុងបាប៊ីឡូនជាប្រភេទទីក្រុងមួយដែលនៅលើវាលខ្សាច់ប៉ុន្តែគេចេះកែច្នៃយកទឹកទាំងអស់នោះយកមកដាំដំណាំនៅក្នុងទីក្រុងហ្នឹងដែលគេរកឃើញថាប្រវត្តិ hydroponic ហ្នឹងគឺវាមានយូរលង់ណាស់មកហើយតាំងពីសម័យនោះហើយក្រោយមកទៀតនៅក្នុងសតវត្សទី17ក៏ចាប់ផ្ដើមមានអ្នកវិទ្យាសាស្ត្រគាត់ចាប់អារម្មណ៍គាត់ធ្វើការសិក្សាទៅគេដឹងថាអូផលិតកម្មហ្នឹងវាអាចដើរបានដោយសារកត្តាទឹកកត្តាដីកត្តាខ្យល់ហើយនិងសមាសធាតុមួយចំនួនប៉ុន្តែមិនទាន់ទូលំទូលាយទេរហូតមកដល់នៅក្នុងឆ្នាំ1925ទៅដល់1935ក៏ចាប់ផ្ដើមមានការស្រាវជ្រាវជាលក្ខណៈបែបវិទ្យាសាស្ត្ររហូតទៅដល់ឈានទៅដល់ការធ្វើអាជីវកម្មខ្នាតធំដោយលោកដុកទ័រCherick ដែលគាត់រកឃើញស្រាវជ្រាវដឹកនាំរឿងហ្នឹងហើយរហូតដល់ឆ្នាំ1940មានសង្គ្រាមកើតឡើងសហរដ្ឋអាមេរិកបានប្រើប្រាស់បច្ចេកទេសនេះដើម្បីដាំបន្លែគ្រប់គង់ទៅទាហានពីព្រោះទាហានគាត់ប្រយុទ្ធរហូតមិនមានពេលក្នុងការទៅកាប់កោះដាំទេអញ្ចឹងគេប្រើបច្ចេកទេស hydroponic នេះដើម្បីគ្រប់គង់បន្លែទៅកងទ័ពទាំងអស់នោះជាងមើលពីប្រយោជន៍ថាតើបើសិនជាយើងអនុវត្តផលិតកម្ម hydroponic នេះវាមានប្រយោជន៍អីទី1គឺស្រួលក្នុងការគ្រប់គ្រងសារធាតុចិញ្ចឹមដែលយើងនិយាយខ្លីថាងាយស្រួលក្នុងការគ្រប់គ្រងជីណាទី2យើងអាចកំណត់លក្ខខណ្ឌ pH បានពីព្រោះនៅក្នុង hydroponic ហ្នឹងវាមានដំណើរការយើងអាចដំឡើង pH ក៏បានអាចបញ្ចុះ pH ក៏បានដែរជាទូទៅយើងអត់ស្អីដំឡើងទេកាលណាយើងដំឡើង pH យើងគ្រាន់តែបញ្ចូលទឹកទៅគឺ pH ឡើងដោយសារទឹកម៉ាស៊ីនរបស់យើងហ្នឹងវា pH 8.4 ឬក៏ 8.5 អីហើយប៉ុន្តែដែលឡែកយើងត្រូវការគឺយើងបញ្ចុះ pH ពេលបញ្ចុះ pH យើងត្រូវប្រើពពួកអាស៊ីតនីត្រិកហ្នឹងដើម្បីទម្លាក់ pH យើងអត់ប្រើអាស៊ីតស៊ីត្រិកទេណាអាស៊ីតដែលយើងពីក្រូចឆ្មារបស់យើងហ្នឹងគឺពពួកអាស៊ីតស៊ីត្រិកនីត្រិកដោយសារតែនីត្រិកវាមាន N គឺអាសូតនៅក្នុងហ្នឹង
មួយទៀតអត្ថប្រយោជន៍ក្រៅពីយើងអាចកំណត់លក្ខខណ្ឌ pH សម្រាប់ការលូតលាស់ដំណាំហើយគឺយើង hydroponic ប្រើប្រាស់ទឹកតិចយកទៅការស្រោចអីទេអញ្ចឹងចរន្តទឹកវាហូរកាត់តាមប្រព័ន្ធឬនោះវាស្រូបយកទៅប្រើប្រាស់មួយទៀតជៀសផុតពីកត្តាសត្វល្អិតជំងឺដែលបង្កឡើងពីក្នុងដីបើយើងដាំនៅលើដីកាលណាមានសត្វល្អិតមានអីជំងឺមួយចំនួនគឺវាឆ្លង direct ទៅដំណាំប៉ុន្តែដោយសារ hydro របស់យើងវាអាចខ្ពស់នៅលើធ្នើរពីខ្ពស់ជាងកន្លះម៉ែត្រ1ម៉ែត្រដូច្នេះកត្តាបំផ្លាញនេះក៏វាថយចុះតាមហ្នឹងហើយចុងក្រោយវាសុវត្ថិភាពសម្រាប់អ្នកហូបយើងមើលករណីជាក់ស្ដែងយើងដាំចូលជុំទី3ទី4ហ្នឹងយើងអាចដែរប្រើប្រាស់ថ្នាំបដិញសត្វល្អិតទេប៉ុន្តែសំណួរសួរថាมันមានសត្វល្អិតអញ្ចឹងទាំងអស់ហ៎មែនទេជុំទី5ទី6ទី7ចាប់ផ្ដើមសត្វល្អិតមានមកហើយបើសិនជាយើងអត់មានស្បៃបាំងជុំវិញជាលក្ខណៈផ្ទះសំណាញ់អីចឹងបាទតែជារួមទាំងអស់នេះគឺជាអត្ថប្រយោជន៍គោលវាមានច្រើនជាងនេះទៀតប៉ុន្តែខ្ញុំលើកយកតែប្រហែលចំណុចឥឡូវយើងនិយាយពីប្រភេទនៃប្រព័ន្ធ hydroponic ប្រព័ន្ធ hydroponic មានច្រើនទម្រង់គេដាំដាក់ផើងអញ្ចឹងហើយគេបន្តទឹកម្ដងតិចក៏គេហៅប្រព័ន្ធ hydroponic ដែរប៉ុន្តែលក្ខណៈដំណក់ទឹកដោយគេប្រើធុងហើយគេក្នុងហ្នឹងគេដាក់សកេដូងគេដាក់ថ្មដាក់អ្វីក៏ដែលអាចឲ្យដំណាំនេះតោងឈរចាក់ឬបាននេះជាប្រភេទទី1គេហៅប្រព័ន្ធ hydroponic ប្រភេទដំណក់ទឹកដូចក្នុងរូបភាពនេះបាទអញ្ចឹងគេបន្តទៅវាហូរត្រឡប់ចូលទៅក្នុងធុងហើយវាហូរឡើងមកលើវិញវាដឹកនាំឡើងមកលើវិញនេះជារូបភាពមួយបែបនៃ hydroponic បែប drip បែបដំណក់ទឹកហ្នឹង Adelaide នេះដូចគ្នាដំណក់ទឹកដូចគ្នាខ្ញុំថតរូបភាពនេះយកពីការខ្ញុំទៅភូមិន្ទកសិកម្មខ្ញុំឃើញនិស្សិតអនុវត្តទៅខ្ញុំថតទុកបង្ហាញថានេះទម្រង់បែបហ្នឹងក៏ជា hydroponic ដែរមួយទៀតដែលយើងឃើញតាមប្រព័ន្ធ social media មួយចំនួនច្រើនគឺការដាំក្នុងប្រព័ន្ធទឹកនឹងទឹកអត់មានចរន្តទេណាប៉ុន្តែសំណួរសួរថាតើការលូតលាស់វាបែបណាតើយើងសាកល្បងកាលណាទឹកនឹងវាអត់មានខ្យល់ទេប៉ុន្តែបើយើងដាក់ចង់ទឹកនឹងអញ្ចឹងយើងប្រើកេស្ណោយើងដាក់ solution ទៅហើយយើងមាន motor ខ្យល់ផ្លុំប៉ុន្តែបើសិនជាយើងមិនដាក់ motor ខ្យល់ទេយើងត្រូវឧស្សាហ៍ធ្វើម៉េចឲ្យទឹកវាមានចលនាដែរពេលខ្លះយើងឃើញគេផុសក្នុង Facebook ថាដាំអញ្ចឹងល្អដល់ពេលយើងទៅដាំយើងអត់ធ្វើចលនាទឹកទេវាអត់មានអុកស៊ីហ្សែនជំនួយដល់ប្រព័ន្ធឬទេទម្រង់នេះយើងដូចជាធ្លាប់ធ្វើនៅសាលាកាលពីបងប្អូនជំនាន់ទី1សូមអនុវត្តដែរខ្ញុំអត់បានដឹងថាតើបានប្រមូលផលប៉ុណ្ណាទេឬក៏បានធ្វើអនុវត្តតែទម្រង់បែបហ្នឹងអត់សូវជាមានការពេញនិយមទេសម្រាប់លក្ខណៈຂະຫນາດធំថាមធ្យមទៅធំទៅគេអត់ប្រើអញ្ចឹងទេនៅពេលយើងពិសោធន៍តូចៗគឺយើងពិចារណាគេធ្វើមួយទៀតដែលយើងអនុវត្តនៅសាលានោះគឺប្រព័ន្ធ NFT ហើយដោយរូបភាពនៅខាងឆ្វេងដៃនេះគឺរោង hydro ដែលខ្ញុំនាំនិស្សិតក៏ធ្វើនៅឆ្នាំល្បាក់ឆ្នាំ2011 2012បាទចូលចិត្តចុងឆ្នាំ2012ខ្ញុំធ្វើរោង hydro អញ្ចឹងជារួម hydroponic នេះខ្ញុំចាប់ផ្ដើមអនុវត្តធ្វើអាចទាំងចុងឆ្នាំ2012ចាប់ពីពេលនោះមករហូតចូលហើយអញ្ចឹងទម្រង់បើសិនជាយើងឃើញនៅក្នុងរូបភាពយើងឃើញនៅក្នុងទម្រង់បែបនេះបាទទម្រង់បែបនេះគឺជាប្រភេទទយោស្តង់ដារកាលណាទយោស្តង់ដារវាថ្លៃបន្តិចក្នុងន័យហ្នឹងខ្ញុំធ្លាប់សួរគេដែរមួយដើមដូចចូល$20ទៅ$30បាទតោះឥឡូវយើងមើលបន្តទៀត
បើសិនជាយើងដាំប្រព័ន្ធបែបហ្នឹងគេហៅឈ្មោះវាថា NFT ហើយជាទូទៅយើងប្រើសយោមូលដែលមានទំហំ75បាទ75មីលីម៉ែត្រហើយមានធុង solution ដែលយើងធ្វើជាក់ស្ដែងមានធុងសម្រាប់ដាក់ solution ហើយល្បឿនស្តង់ដាររបស់គេដោយសារខ្ញុំបានឯកសារពីច្រើនស្តង់ដាររបស់គេកំណត់ថា2លីត្រក្នុង1នាទីដែលវាហូរឆ្លងកាត់មកបំពង់ណាប៉ុន្តែជាក់ស្ដែងដែលយើងធ្វើនៅសាលាល្បឿនហ្នឹងអត់ដល់2នាទីទេល្បឿនខ្លះដូចជា1នាទីជាងឬក៏សំទោស1នាទីវាហូរបានតែ1លីត្រឬក៏1លីត្រជាងប៉ុណ្ណឹងឯងប៉ុន្តែយើងឃើញដំណាំអាចលូតលាស់បានទោះបីជាល្បឿនហ្នឹងវាក្រោមស្តង់ដារក៏ដោយហើយវាត្រូវការកញ្ច្រែងត្រូវការអីត្រូវការម៉ូទ័របូមទឹកយើងធ្វើជាក់ស្ដែងជាគ្នាទម្រង់ប្រភេទទៀតតកតងទៅនឹងទម្រង់បែបបាញ់ solution ប្រសាទឲ្យហៅ aeroponic ទម្រង់នេះខ្ញុំមិនដែលឃើញគេធ្វើទេហើយនៅលក្ខខណ្ឌស្រុកយើងណាបាទវាប្រសាទទឹកអញ្ចឹងវាមានទម្រកញ្ច្រែងមានរឹសដល់ពេលដល់នាទីគឺវាបាញ់ solution ទៅប្រតិជាមួយនឹងប្រព័ន្ធរឹសហ្នឹងទៅធ្វើឲ្យរឹសលូតលាស់ទៅទៀតក្រោយមកទៀតក៏ទឹកហូរយកមកក្រោមទម្រង់បែបហ្នឹងគេហៅ aeroponic ខ្ញុំដាក់ឈ្មោះវាថាប្រព័ន្ធបន្សាចទឹកបាទបន្សាច solution ហ្នឹងទេហើយទម្រង់បន្ទាប់ពីហ្នឹងគឺគេហៅ vertical hydroponic គេហៅដាំបញ្ឈរអញ្ចឹងគេមានសយោហើយគេដាំបញ្ឈរម្ដងពីដើមទម្រង់ដាំបញ្ឈរវាច្រើនទម្រង់ណានេះគ្រាន់តែរូបភាពមួយដែលខ្ញុំបង្ហាញជូនជាងនិយាយមកចូលចំណុចការលាយ solution នៅពេលដែលយើងទៅទិញ solution ពីគេច្រើនថា solution A solution B ប៉ុន្តែ solution A គឺជាបណ្ដុំនៃ solution សមាសធាតុផ្សេងហើយការលាយ solution វាខុសគ្នាទៅតាមប្រភេទដំណាំបើសិនជាយើងលាយយកប្រភេទដំណាំយកផ្លែគេលាយបែបដូចលោកគ្រូបង្ហាញណាមាន calcium nitrate មាន potassium nitrate មាន sulfate of potash មាន monopotassium phosphate មាន magnesium sulfate មានដែកពពួកដែក2បូកដែក3បូកឡើងគ្រាន់ដាក់ប្រមាណដាក់8ក្រាមដាក់2ក្រាមដាក់1ក្រាម7ហើយជាក់ស្ដែងខ្ញុំធ្លាប់លាយនាំនិស្សិតគាត់លាយផ្សំដូចអញ្ចឹងរូបមន្តអញ្ចឹងមានន័យថាចង់បានផ្លែដាក់ផ្លែចង់បានស្លឹកយកស្លឹកដោយគេសរុបជារួមវាមាន NPK វាប្រមាណ8.2 5.9 ឬក៏ 13.6 ឡើងអញ្ចឹងទៅប៉ុន្តែជាក់ស្ដែងខ្ញុំឃើញជាក់ស្ដែងដោយសារតែបើសិនជាបង្ហាញបែបហ្នឹងទី1វាបាត់រូបមន្តចឹងបានអ្នកលក់ពីច្រើនគាត់ហៅតែ stock A stock B ហើយទី2ការហៅ stock A stock B ហ្នឹងដើម្បីងាយស្រួលសម្រាប់អ្នកដែលមិនមែនជាបច្ចេកទេសកសិកម្មគាត់គ្រាន់តែទិញទៅលី A ប្រមាណលី B ប្រមាណគាត់អាចដាំបានដែរប៉ុន្តែបងប្អូននិស្សិតជាអ្នករៀនយើងមិនត្រឹមតែដឹង stock A stock B ហ្នឹងយើងត្រូវដាក់តើអាក្នុង stock A ហ្នឹងមានអីខ្លះអាក្នុង stock B ហ្នឹងមានអីខ្លះផងដែរដូចជាប្រភេទនេះយើងដាំយកផ្កាបើសិនជាយើងដាំយកពពួកដាំយកផ្កាកាត់ណាផ្កាអីចឹងលាក់អញ្ចឹងណាយើងត្រូវលាយអីខ្លះវាលាយទៅតាមរូបមន្តខុសគ្នាខាងមុខនេះគេដាំយកអាមុនហ្នឹងខ្ញុំដាំយកផ្លែអានេះគេដាំយកផ្កាអញ្ចឹងវាអាស្រ័យទៅតាមប្រភេទដំណាំមួយឥឡូវចំណុចចុងក្រោយលោកគ្រូនិយាយពីការដំឡើងប្រព័ន្ធហ្នឹងhydroponic ជាទូទៅកាលណាយើងរៀបដំឡើងដំបូងយើងចាយថវិកាច្រើនណាស់បាទប៉ុន្តែបើយើងធ្វើ1ឆ្នាំ2ឆ្នាំចាប់ចូលឆ្នាំទី3អីឡើងគឺយើងរកឃើញផលចំណេញហើយថ្លៃដើមរួចខ្លួនមកវិញហើយដូចយើងដំឡើង hydro របស់យើងនៅនឹងកន្លែងចិត្តរោងគោហ្នឹង1រងយើងចាយយ៉ាងហោចណាស់ចូល100ទៅ150ក្នុង1រងណាបាទប៉ុន្តែសំណួរសួរថា1រងយើងដាំបានប្រមាណយើងដាំបាន42គីឡូ
បើយើងថែបានល្អអាច42ទៅ50គីឡូតែបើយើងថែអត់បានដល់ទេអានឹងវាអាចបានតាមនឹងជាក់ស្ដែងអញ្ចឹងតម្លើងតូចឬក៏ធំវាអាស្រ័យទៅលើខ្ចប់ថវិកាដែលយើងមានហើយមួយទៀតយើងមើលទីតាំងតើទីតាំងនឹងមានពលឺគ្រប់គ្រាន់ដែរទេយើងអាចធ្វើមានបងប្អូននិស្សិតខ្លះគាត់សួរថាលោកគ្រូខ្ញុំធ្វើមួយជាន់ពីរជាន់3ជាន់ខ្ញុំថាបងឯងធ្វើប្រហែលជាន់ក៏បានដែរប៉ុន្តែសំណួរសួរថាតើពន្លឺអាក្រោមនោះវាជះទៅដល់ខាងក្រោមទៀតទេតើប្រភេទដំណាំណាត្រូវការពន្លឺខ្លាំងដំណាំណាត្រូវការពន្លឺតិចជាងត្រូវសិក្សារឿងហ្នឹងដែរហើយមួយទៀតគេគិតទៅលើដីផលិតកម្មបែបនេះពេញនិយមសម្រាប់តំបន់ណាដែលដីគ្មានជីជាតិដីពិបាកដាំដីអីហ្នឹងគឺគេយកផលិតកម្មទៅប្រើប្រាស់វាមែនតើវាសំប្រកបដោយស្ថានភាពដីในសាលាយើងដែរពិបាកដាក់ hydro សិនណាទំមតែដីនឹងកែមួយឆ្នាំ2ឆ្នាំ3ឆ្នាំទៅគឺយើងដាំបានណាគ្រាន់តែចំណាយពេលយូរបន្តិចចូលដល់មួយទៀតប្រភេទដំណាំការដំឡើងរោង hydro យើងសួរខ្លួនយើងសិនថាតើយើងចង់ដាំប្រភេទដំណាំណាយើងដាំប្រភេទយកស្លឹកយកដើមយកផ្លែពេញប៉ោះបើដាំពេញប៉ោះគេរៀបទម្រង់បែបទ្រីបទៅបានហើយចាំបើយើងដាំតសក់គេមានទម្រង់ផ្សេងគ្នាខ្ញុំបញ្ជាក់មួយទៀតខ្ញុំភ្លេចប្រាប់មកទម្រង់ទៀតគឺ deep water culture ដាំ deep water culture វាជាប្រភេទរងមួយបែបទៀតដែលដាំបដែតស្នោលើទឹកមានប្រទេសស្នោទៅគេចោះទៅខាងក្រោមសិតទឹកហ្នឹងគឺទឹក solution ហ្នឹងហើយទម្រង់បែបហ្នឹងគេហៅថា deep water culture DWC បាទអញ្ចឹងសរុបជារួមរៀងវែងតិចហើយរហូតទៅដល់បញ្ជាក់ជូនបងប្អូនទាំងអស់ទាំងផងដែរថាជារួម hydroponic យើងត្រូវចេះគ្រប់គ្រងសារធាតុចិញ្ចឹមបើសិនជាយើងអត់ច្បាស់នឹងសារធាតុចិញ្ចឹមទេយើងនឹងទិញ solution ពីគេមករហូតបាទតែវាអាស្រ័យលើយើងដែរថាបើសិនជា solution យើងទិញមកมันពិបាកទេវាធូរថ្លៃទេអូខេយើងយកជំរឿនចុះតើតើនឹងសារធាតុចិញ្ចឹមយើងអាចគ្រប់គ្រងសារធាតុចិញ្ចឹមទាំងអស់ហ្នឹងបានយើងត្រូវមានឧបករណ៍ pH ហើយយើងត្រូវប្រើវាហើយមួយខែយើងត្រូវ calibrate ម្ដងយើងត្រូវព្យាកម្មម្ដងឬក៏ទៅយើងត្រូវថ្លឹងវាម្ដងជៀសវាងយើងចេះតែវាស់ pH វាស់អា pH ហ្នឹងដើរលេងទៀងហើយ EC ដូចគ្នាវាមានម្សៅសម្រាប់ថ្លឹងវាដូចយើងជីងចឹងណាកាលណាយើងថ្លឹងសាច់ហើយយើងត្រូវសេរីវាឲ្យត្រូវជួនកាលចេះថ្លឹងអញ្ជើញវាខុសគីឡូមានន័យថាអត់បានប្រយោជន៍ពីនឹងទេអញ្ចឹងសរុបជារួមយើងប្រើ pH យើងអាចប្រើ EC ផងដែរហើយមួយទៀត hydro ខ្ញុំធ្លាប់ប្រើឧបករណ៍កំណត់ម៉ោងឲ្យវាដើរដំណើរការឈប់ដើរឈប់ហើយសម្រាប់ពិសោធន៍ទេក្នុងលក្ខខណ្ឌពិសោធន៍ខ្ញុំប្រើហើយតើតើនឹងកម្រិត pH វាប្រែប្រួលបើសិនជាយើងនិយាយពីសារធាតុចិញ្ចឹមយើងត្រូវដឹងថាតើសារធាតុចិញ្ចឹមហ្នឹងវាមានយើងដាក់ក្នុងកម្រិត pH ប្រមាណដាំអីគេដាំត្រសក់ដាំសាឡាត់ដាំស្ពៃលក្ខណៈអញ្ចឹងវាត្រូវការកម្រិត pH មួយខុសៗគ្នាអញ្ចឹងជារួមនៅពេលដែលបងដាំដំណាំប្រភេទណាត្រូវដឹងថាតើដំណាំនោះមាន pH ប្រមាណយើង search អ៊ីនធឺណិតទៅអត់ខ្វះទិន្នន័យព័ត៌មានពីការលក្ខខណ្ឌ pH សម្រាប់ដំណាំមួយបាទឧទាហរណ៍ថាគេចង់ដាំការ៉ុតអញ្ចឹងការ៉ុតវាត្រូវការ pH លក្ខខណ្ឌ pH ប្រមាណ 5.8 ទៅ 6ហើយបើយើងដាំពពួកbroccoli វា6 ទៅ 6 កន្លះដាំស្ពៃក្តោប6 កន្លះទៅ 7 អញ្ចឹងលក្ខខណ្ឌនៃដំណាំក៏ខុសគ្នាសួរថាចុះបើលោកគ្រូយើងអត់កាយ pH បានទេបានប៉ុន្តែគ្រាន់ថាលទ្ធភាពនៃការស្រូបសារធាតុចិញ្ចឹមវាយឺតវាมันអាចស្រូបឬក៏មានតែសារធាតុចិញ្ចឹមតែអានោះវាស្រូបអត់កើតដោយសារលក្ខខណ្ឌ pH រារាំងបាទមួយទៀតគេមើល EC យើងបកឲ្យចំគេថា electrical conductivity
កម្រិតនៃការចម្លងចរន្តអគ្គិសនីចរន្តអគ្គិសនីអីមួយដំណាំអញ្ចឹងមានន័យថាវាមានលក្ខណៈនៃការចាប់គ្នារវាងអ៊ីយ៉ុងបូកអ៊ីយ៉ុងដកនៅក្នុង solution ហ្នឹងកម្រិតណាដែលវាសមប្រកបបើយើងនិយាយម្ដងទៀតកាលណាយើងនិយាយពី EC ដើម្បីឲ្យងាយយល់យើងនិយាយថាកំហាប់នៃ G នៅក្នុងទឹកប្រមាណភាគហើយ EC យើងប្រើ EC ផ្សេងយើងប្រើ ppm ផ្សេងបើសិនជាឧទាហរណ៍នេះ EC 1.4 ទៅ 1.8 ប៉ុន្តែបើសិនជាយើងប្រើឧបករណ៍ហ្នឹងយើងអត់វាស់ EC ទេយើងវាស់យកຂະຫນាត ppm វាត្រូវគុណនឹង500បើសិនជាបងអូនយកຂະຫນាត TDS វាគុណនឹងប្រមាណទៀត900អីចឹងទៅសំទោសវាគុណនឹង500អញ្ចឹងមានន័យថាវាយក 1.4 គុណនឹង500យក 1.8 គុណនឹង500ទៅវាឃើញចន្លោះពី700ទៅ900បើសិនជាយើងដាំពពួកParagus ហើយបើយើងដាំពពួកពោតពពួកអីលាក់ប៉ុន្តែជាទូទៅយើងបន្លែស្លឹកច្រើនយកមកដាក់ hydro ប៉ុន្តែនេះលក្ខខណ្ឌនៃ EC ខ្លះគេយកទៅប្រើក្នុងលក្ខខណ្ឌលើដីអញ្ចឹងណាបាទអញ្ចឹងຂະຫນាតណាមួយដែលយើងប្រើក្នុងការវាស់ EC វាអាស្រ័យលើយើងទេបាទហើយយើងមើលគិតជា ppm នេះកាលណាយើងមើលជា ppm វាគុណនឹងប៉ុន្មានគុណ700យក 1.4 គុណ700ទៅឃើញ980បើយើងយក 1.8 គុណនឹង700ឃើញ1000ជាងអញ្ចឹងយើងដាំដំណាំណាមួយយើងប្រើຂະຫນាតណាប្រើតែមួយបើប្រើ EC យើងប្រើ TDS យើងប្រើ TDS បើយើងប្រើ ppm យើងប្រើ ppm អញ្ចឹងកុំប្រើឆ្លាស់ទៅឆ្លាស់មកវិញហើយក្រៅពីហ្នឹងគ្រូមានសភៅមួយចំនួនជាភាសាអង់គ្លេសហើយជា10ក្បាលជាមួយខ្ញុំ forward ចូលក្នុងក្រុមផងដែរបងប្អូនសេវទុកទៅហើយយកវាមើលបន្ទាប់បន្សំពីព្រោះខ្ញុំរៀបជាមេរៀនជាវីដេអូបែបនេះវាបានសង្ខេបខ្លីៗទេហើយឯកសារទាំងអស់ហ្នឹងគឺខ្ញុំអានបានមួយចំនួនដែរហើយមើលទៅឆ្ងល់កន្លែងណាយើងអាចសួរនេះបានបាទខ្ញុំអរគុណរាល់សំណួរខ្ញុំបង្កើត topic មួយនៅក្នុង Telegram ខ្ញុំដាក់សំណួរចម្លើយមានចម្ងល់អីឆាតទៅក្នុងនោះចុះអរគុណ